បាទថ្ងៃនេះផងដែរ TikTok សុផាត់ MC លើកយកនៅការផ្សារដែកប្រឡងដើម្បីដោះនៅប្រឡងដែលជាប់បាទបងប្អូនអាចធ្វើតាមការបង្ហាញជូនរបស់ជាងបាទចំពោះជាងដែលដោះប្រឡងដោះអីមិនរួចត្រួសអីហ្នឹងបងប្អូនអាចធ្វើតាមនឹងបានបាទយើងមើលក្នុងការកាត់ការឆ្នៃហ្នឹងទៅយើងអាចយល់ពីរបៀបដោះនៅប្រឡងដែលជាប់យើងដោះអត់រួចណាយើងមិនកំតិចវាចោលទេយើងកែច្នៃវាដោយវិធីនេះងាយស្រួលក្នុងការដោះទៅយកដែលជាប់បាទឬក៏ប្រឡងណាដែលច្រេះកាន់អីហ្នឹងបងប្អូនអាចធ្វើតាមរបៀបបង្ហាញជូនហើយរូបភាពនេះទាំងស្រុងទៅកាន់បងប្អូនបាទជៀសវាងនឹងការកំតិចចោលយើងខាតរបស់ដែលយើងអាចប្រើបានយើងមកខែវាហើយយកសោបាទយកកូនសោនេះមកកាត់ចឹងហើយយើងស្វានខាងចុងមកខាងដែលកាត់ហ្នឹងបាទស្វានហើយយើងដាក់ប្រឡងចូលដើម្បីតច្រវាក់បាទច្រវាក់កង់ច្រវាក់ម៉ូតូដាក់មួលបាទងាយស្រួលមែនទែនបងប្អូនឥឡូវនេះយើងយកមកញ៉ុងម៉ូតូមកផ្សារភ្ជាប់ជាមួយដែកខ្នាំងអំពៅបាទផ្សារហើយបងប្អូនមើលការកាត់របស់ជាងបាទកាត់កែច្នៃធ្វើយ៉ាងណាឲ្យយើងងាយស្រួលក្នុងការមួលឬក៏ដោះប្រឡងនោះបាទបងប្អូនប្រើប្រឡងមួលចូលយ៉ាងមកហើយអាចផ្សារដែកភ្ជាប់ទៀតដើម្បីងាយស្រួលក្នុងការមួលរឹតដោះនៅទៅយកដែលជាប់បាទនេះជាបទពិសោធន៍ដ៏ជំនាញរបស់ជាងក្នុងការដោះប្រឡងដែលជាប់